មេរិកវាយប្រហារលើក្រុមហ៊ូទីនៅយេម៉ែនស្លាប់12នាក់និងរបួស34នាក់ក្រុមឧទាមហ៊ូទីរបស់ប្រទេសយេម៉ែនបានបញ្ជាក់នៅព្រឹកថ្ងៃទី21ខែមេសានេះថាការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនៅលើទីក្រុងសាណាបានសម្លាប់មនុស្សយ៉ាងហោចណាស់12នាក់និងរបួស34នាក់អ្នកនាំពាក្យយោធាក្រុមហ៊ូទីបានអះអាងថាការវាយប្រហារនេះចេញពីនាវាផ្ទុកយន្តហោះអាមេរិកនិងពីអ៊ីស្រាអែលទីភ្នាក់ងារសារព័ត៌មានសាបាដែលគ្រប់គ្រងដោយក្រុមហ៊ូទីបានដកស្រង់ពីក្រសួងការពារជាតិដោយបាននិយាយថាអ្នកស្លាប់និងរបួសពីការវាយប្រហារពេញមួយយប់ដោយសត្រូវអាមេរិកកើតមាននៅលើទីផ្សារនិងតំបន់លំនៅឋានមួយនៅក្នុងស្រុកហ្វាវ៉ារបស់ក្រុងសាណាអ្នកនាំពាក្យយោធាហ៊ូទីលោកយ៉ាយ៉ាសារីបាននិយាយថាការវាយប្រហាររបស់អាមេរិកនាពេលនេះដោយសារតែក្រុមយើងបានបើកការវាយប្រហារសងសឹកទៅលើនាវាផ្ទុកយន្តហោះអាមេរិកចំនួន2ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារចុងក្រោយបំផុតរបស់អាមេរិកសូមបញ្ជាក់ថាកន្លងមកក្រុមហ៊ូទីនៅយេម៉ែននេះបានវាយប្រហារលើនាវាដឹកទំនិញរបស់ប្រទេសផ្សេងៗរួមទាំងនាវាអាមេរិកផងដែរ